ទីបំផុតក៏ដល់ថ្ងៃចុងក្រោយហើយបន្ទាប់ពីចំណាយពេលនៅទីនេះរហូតដល់យប់នេះពួកយើងនឹងជិះយន្តហោះត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃស្អែកខ្ញុំសូមអធិដ្ឋានដោយអស់ពីចិត្តថាថ្ងៃនេះនឹងក្លាយជាថ្ងៃមួយដែលពោរពេញដោយការអរព្រះគុណនិងសេចក្តីសុខទោះបីជាពួកយើងស្នាក់នៅមិនឆ្ងាយពីសមុទ្រក៏ដោយក៏រហូតមកដល់ពេលនេះយើងមិនទាន់បានទៅមើលឆ្នេរសមុទ្រនៅឡើយទេដូច្នេះពួកយើងបានសម្រេចចិត្តទៅលេងឆ្នេរ Anbang Beach Temples rise in history, laughing loud with all my crew, family friends. នៅទីនេះខ្ញុំបានធ្វើកំហុសមួយដោយសារលុយវៀតណាមមានលេខ0ច្រើនពេកខ្ញុំច្រឡំហើយគិតថាខ្ញុំបានឲ្យលុយច្រើនជាងចំនួនដែលគេបានស្នើដូច្នេះខ្ញុំក៏ឈោរងចាំលុយអាប់វិញប៉ុន្តែការពិតគឺខ្ញុំជាអ្នកយល់ច្រឡំហើយបានស្នើសុំលុយអាប់ខុសដោយខ្លួនឯងជាធម្មតាខ្ញុំមិនសូវពិនិត្យរឿងទាំងនេះច្រើនទេប៉ុន្តែទោះបីខ្ញុំមិនបាននិយាយពីវានៅក្នុងវីដេអូក៏ដោយខ្ញុំបានជួបរឿងជាច្រើននៅវៀតណាមដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមមានការសង្ស័យដោយមិនដឹងខ្លួនខ្ញុំពិតជាសូមអភ័យទោសចំពោះម្ចាស់ហាងមែនទែនសូមទោសផងម្ចាស់ហាង sorry sa number 1 này được chưa? Wow កន្លែងនេះមានមនុស្សច្រើនខ្លាំងណាស់តើអ្នកទាំងអស់គ្នាឃើញចំនួនមនុស្សដែលកំពុងលេងទឹកនៅឆ្នេរសមុទ្រដែរឬទេមនុស្សពេញឆ្នេរស្ទើរតែគ្មានកន្លែងទំនេរឡើយប្រសិនបើអ្នកមានគម្រោងមកប្រទេសវៀតណាមដើម្បីមើលសមុទ្រតែប៉ុណ្ណោះខ្ញុំមានយោបល់មួយស្នាក់នៅប្រទេសកម្ពុជាវិញប្រហែលជាល្អជាងខ្ញុំធ្លាប់បានទៅទស្សនាឆ្នេរសមុទ្រនៅប្រទេសជាច្រើនជុំវិញពិភពលោកប៉ុន្តែសម្រាប់ខ្ញុំកោះរ៉ុងរបស់កម្ពុជាគឺជាឆ្នេរសមុទ្រមួយដែលស្រស់ស្អាតបំផុតហើយស្ថិតក្នុងចំណោមឆ្នេរល្អបំផុតដូចកន្លែងដែលខ្ញុំធ្លាប់បានទៅទឹកសមុទ្រថ្លាខ្សាច់សស្អាតនិងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់វាពិតជាកន្លែងដ៏អស្ចារ្យមួយដែលគួរតែទៅទស្សនាយ៉ាងហោចណាស់ម្ដងក្នុងជីវិតអូខ្ញុំស្ទើរតែភ្លេចនិយាយទៅហើយបន្ទាប់ពីនោះពួកយើងបានទៅភោជនីយដ្ឋានមួយសម្រាប់អាហារពេលល្ងាចចុងក្រោយដែលអាចអាំងអាហារបាននៅលើតុដោយផ្ទាល់ហើយខ្ញុំត្រូវនិយាយថាកន្លែងនេះពិតជាធ្វើឲ្យពួកយើងពេញចិត្តខ្លាំងណាស់ជាធម្មតានៅពេលខ្ញុំឃ្លានខ្លាំងខ្ញុំតែងតែភ្លេចបើកកាមេរ៉ាថតវីដេអូប៉ុន្តែការដែលខ្ញុំបានថតកន្លែងនេះទំនងជាបង្ហាញថាខ្ញុំពេញចិត្តនឹងវាខ្លាំងមែនទែនThank you. Thank you. Bye đây, các bạn. Good food. Yeah. 감사합니다. 맛있어요, 맛있어요. បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចពួកយើងបានសម្រេចចិត្តទៅកាន់មាត់ទន្លេដែលបានទៅកាលពីម្សិលមិញម្ដងទៀតលើកនេះពួកយើងបានជិះទូកបួងសួងសំណាងដើម្បីបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃមួយទៀតសម្រាប់ដំណើរកម្សាន្តនេះតម្លៃជិះទូកបែបនេះគឺអាចខុសគ្នាទៅតាមការចរចាខ្ញុំបានអានការវិតម្លៃពីអ្នកដទៃហើយភាគច្រើនពួកគេចំណាយប្រហែល $250,000 ទៅ$300,000
ប៉ុន្តែពួកយើងបានជិះក្នុងតម្លៃ170,000 ដុល្លារហើយថែមទាំងទទួលបានចង្កៀងបួងសួងសំណាងផងដែរដូច្នេះប្រសិនបើអ្នកមានគម្រោងមកទីនេះអាចជាព័ត៌មានមានប្រយោជន៍មួយសម្រាប់អ្នកហើយដូច្នេះពួកយើងបានចំណាយពេលយប់ចុងក្រោយរបស់យើងនៅលើទូកដ៏ស្រស់ស្អាតមួយហើយបញ្ចប់ដំណើរកម្សាន្តនៅទីក្រុងដាណាំងប្រទេសវៀតណាម Hello, and you way like this and here and សូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ពួកយើងរហូតមកដល់ពេលនេះពួកយើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីនាំមកនូវមាតិកាដែលល្អជាងមុនសម្រាប់អ្នកទាំងអស់គ្នាពួកយើងស្រឡាញ់អ្នកទាំងអស់គ្នាការបញ្ចេញមតិការជិតជួចចិត្តនិងការចែករំលែកគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ពួកយើងសូមអរគុណ សួស្តីសូមស្វាគមន៍មកកាន់ Love Journey ជាដំបូង 영상 공유하기도 잊지 마세요. 유튜브 구독과 팔로우까지 쏨ជួយចុច Subscribe YouTube និង Follow គាំទ្ររបស់លោកអ្នក